เจ้าจรมกตบកាលពីព្រេងនាយមានប្តីប្រពន្ធ2នាក់មានកូនប្រុសមួយជាទីស្រឡាញ់ឪពុកម្ដាយមានមោទនភាពចំពោះកូនយ៉ាងខ្លាំងព្រោះគេជាកូនប្រុសតូលនៅក្នុងគ្រួសារក្មេងប្រុសនេះមានប្រាជ្ញាឆ្លៀសវៃចេះស្ដាប់បង្គាប់ឪពុកម្ដាយរៀនសូត្រក៏ពូកែទៀតផងអ្នកភូមិនិយាយថាគេជាក្មេងប្រុសដែលឆ្លាតហើយពូកែខាងហិតក្លិនផងដែរអ្នកស្រុកដាក់ឈ្មោះគេថាចៅច្រមុះទឹកការនិយាយតគ្នានេះក៏ល្បីសុខសាយដល់រាជវាំងមានថ្ងៃមួយពាក្យចចាមអារាមនេះក៏ជ្រួតជ្រាបដល់ព្រះមហាក្សត្រព្រះអង្គចង់ដឹងខ្លាំងណាស់ក៏មានព្រះតីចង់ប្រើលំងប្រាជ្ញាជាមួយចៅច្រមុះទឹកក៏ទ្រង់បញ្ជាឲ្យរាជអាមាត្យយកស្រាមួយឪតិនទៅទុកនៅខាងក្រោយព្រះរាជដំណាក់បន្ទាប់មកព្រះអង្គក៏បញ្ជាឲ្យរាជអាមាត្យ2នាក់ទៅសែងចៅច្រមុះទឹកចូលរាជវាំងពួកគេក៏ឆាប់ធ្វើដំណើរចេញទៅពេលទៅដល់ភូមិនោះភ្លាមស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លាំងហើយក៏មកដល់ផ្ទះចៅច្រមុះទឹកនោះដែររាជអាមាត្យទាំង2នាក់បានជម្រាបរឿងនេះដល់ឪពុកម្ដាយរបស់ចៅច្រមុះទឹកតាមព្រះរាជបញ្ជាបន្ទាប់មកក៏សុំចៅច្រមុះទឹកឡើងអង្គុយលើគ្រែស្នែងដើម្បីសែងចូលរាជវាំងពេលកំពុងធ្វើដំណើរតាមផ្លូវស្រាប់តែមានហ៊ីងជាច្រើនជុំត្រហឹងអង្កងនៅតាមវាលស្រែនិងកំពូលព្រៃចៅច្រមុះទឹកបាននិយាយដល់ចៃដន្យថាមិនបាច់យំទេថ្ងៃនេះអាអ៊ីងក៏ងាប់អាអ៊ូងក៏ងាប់ដែររាជអាមាត្យគ្រាន់តែលើពាក្យនេះភ្លាម2អ្នកបងប្អូនផាត់ភ័យជាខ្លាំងក៏ឈប់ដាក់គ្រែស្នែងចុះអង្វរទៅច្រមុះទឹកថាសូមមេត្តាជួយពួកយើងម្ដងទៅវិញយើងទាំង2នាក់មិនចង់ស្លាប់ទេចៅច្រមុះទឹកគិតក្នុងចិត្តថាហេតុអ្វីបានជាគាត់និយាយដូច្នេះប្រហែលជាគាត់ឈ្មោះអ៊ុំនិងអ៊ូងហើយទើបសួរទៅវិញយ៉ាងម៉ងម៉ាត់ថាអាយ៉ាបើអញ្ចឹងលោកប្រាប់ខ្ញុំមកមើលតើព្រះរាជាហៅខ្ញុំទៅមានការអ្វីដែរឲ្យតែពួកយើងគ្មានកំហុសខ្ញុំនឹងប្រាប់ឯងគឺព្រះអង្គឲ្យឯងទៅដើម្បីហិតក្លិនស្រាមួយឪតិននៅខាងក្រោយព្រះរាជដំណាក់លុះទៅដល់រាជវាំងព្រះរាជាមានព្រះបន្ទូលថាមើលចៅច្រមុះទឹកយើងឮគេនិយាយថាឯងនេះពូកែដឹងក្លិនណាស់ចូលឯងគិតទៅមើលតើមានក្លិនអ្វីចម្លែកនៅទីនេះចៅច្រមុះទឹកទូលតបវិញថាក្រាបទូលព្រះអង្គទូលព្រះបង្គំដឹងថាមានស្រាមួយឪតិននៅខាងក្រោយព្រះរាជដំណាក់ក្រាបទូលស្ដេចបើកព្រះនេត្រធំសរសើរថាអស្ចារ្យមែនឯងនៅគ្មានសក់ហើយអ្វីក៏ពូកែខ្លាំងម្ល៉េះបារាយករង្វាន់មកជូនចៅច្រមុះទឹកចៅច្រមុះទឹកសប្បាយចិត្តណាស់ដែលបានទទួលរង្វាន់ហើយក៏ត្រឡប់ទៅផ្ទះវិញមួយសប្តាហ៍ក្រោយមកស្ដេចក៏បញ្ជារាជអាមាត្យនាំព្រះរាជសារមួយច្បាប់មកជូនចៅច្រមុះទឹកក្នុងសារនោះសរសេរថា3ថ្ងៃទៀតឲ្យចៅច្រមុះទឹករៀបចំខ្លួនឲ្យបានស្អាតដើម្បីចូលរាជវាំងគាល់ស្ដេចម្ដងទៀតគ្រាន់តែអានសម្បត្តិចប់រាជអាមាត្យក៏ត្រឡប់ទៅវិញបាត់ទៅចៅច្រមុះទឹកខ្វល់ខ្វាយយ៉ាងខ្លាំងដេកក៏មិនលក់ញ៉ាំបាយក៏មិនឆ្ងាញ់អង្គុយសង្កុកម្នាក់ឯងទឹកមុខក្រៀមក្រាំស្រគត់ស្រគំគិតមិនយល់ហើយរអ៊ូតិចម្នាក់ឯងថានៅសល់តែមួយថ្ងៃទៀតតែប៉ុណ្ណោះបើឆ្លើយមិនបានត្រឹមត្រូវទេពិតជាយ៉ាប់ហើយប្រហែលជាត្រូវកាត់ទោសប្រហារជីវិតផងក៏មិនដឹងចៅច្រមុះទឹកគិតហើយគិតទៀតក៏មានគំនិតមួយដើរទៅរោងកាត់សក់ហើយប្រាប់ជាងកាត់សក់កាត់ឲ្យបានស្អាតដើម្បីចូលរាជវាំងនៅថ្ងៃស្អែកជាងក៏ចាប់ផ្ដើមកាត់សក់យ៉ាងផ្ចិតផ្ចង់បំផុតពេលកាត់សក់រួចជាងក៏កៅរោមមុខបន្តពេលនោះចៅច្រមុះទឹកក៏ធ្វើជាងាកមុខចេញហើយកាំបិតកៅក៏បានមុតចុងច្រមុះចេញឈាមមួយរំពេចស្អែកឡើងគេរៀបចំខ្លួនយ៉ាងសមរម្យហើយចេញដំណើរទៅក្នុងរាជវាំងដោយខ្លួនឯងលុះពេលទៅដល់រាជវាំងក៏ចូលទៅគាល់ស្ដេចដែលមានរាជអាមាត្យព្រមទាំងមហាសេនាកំពុងអង្គុយហាយហូបជាច្រើនព្រះរាជាមានព្រះបន្ទូលថាមើលចៅច្រមុះទឹកឯងគិតទៅមើលតើមានអ្វីចម្លែកនៅទីនេះចៅច្រមុះទឹកទូលតបវិញថាក្រាបទូលព្រះអង្គច្រមុះរបស់ទូលព្រះបង្គំនៅទីនេះខូចបាត់ទៅហើយវាគ្មានប្រសិទ្ធភាពទៀតទេក្រាបទូល
ព្រះរាជាមិនបានដាក់ទោសកំហុសអ្វីដល់ចៅច្រមុះនោះឡើយថែមទាំងជូនមាសប្រាក់ខ្លះៗដើម្បីព្យាបាលច្រមុះនិងផ្គត់ផ្គង់ជីវភាពគ្រួសាររបស់គេទៀតផងស្ដេចមានព្រះបន្ទូលថាចាប់ពីពេលនេះតទៅខ្ញុំឈប់រំខានឯងទៀតហើយប៉ុន្តែឯងកុំភ្លេចត្រូវតែខំរៀនសូត្រឲ្យបានច្រើនដល់ពេលឯងធំពេញវ័យឯងនឹងអាចធ្វើការបម្រើប្រទេសជាតិយ៉ាងល្អប្រសើរចៅច្រមុះទឹកសប្បាយចិត្តណាស់ដែលបានត្រឡប់មកផ្ទះវិញខិតខំរៀនសូត្រតាមបណ្ដាំព្រះរាជាពិតណាស់ចៅច្រមុះទឹកគឺជាសិស្សពូកែហើយជាសិស្សគំរូម្នាក់នៅក្នុងថ្នាក់ដែលបានទទួលនៅការអប់រំអំពីឪពុកម្ដាយនិងលោកគ្រូអ្នកគ្រូដោយសារភាពឆ្លាតវៀងវៃនិងការតស៊ូព្យាយាមចៅច្រមុះទឹកមិនដែលរាថយឬបោះបង់ចោលនៅការសិក្សាឡើយតាំងពីកុមារភាពរហូតដល់ធំពេញវ័យគេក៏ក្លាយជាអ្នកប្រាជ្ញជាន់ខ្ពស់មួយរូបដែលមានចិត្តអង់អាចក្លាហានធ្វើការបម្រើប្រទេសជាតិជូនប្រជាពលរដ្ឋដ៏ល្អនិងជាយុវជនគំរូដ៏ឆ្នើមសម្រាប់ប្អូនជំនាន់ក្រោយចប់ចេះកែខ្លួនទាន់ពេលវេលាលាភសុខជាទៅអនាគត